បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទបានមកកន្លែងធ្វើការនៅក្រុមហ៊ុនគឺជាកន្លែងរោងចក្រផលិតញាតណាផលិតត្រីញាតគ្រប់ប្រភេទដែលនៅខេត្តត្រាវិញណាខេត្តត្រាវិញខ្មែរហៅថាខេត្តព្រះតាពាំងកម្ពុជាក្រោមហ្នឹងហើយម៉ោងនេះគឺជាម៉ោងឈប់សម្រាកម៉ោងឈប់សម្រាកពីការងារគេឲ្យសម្រាប់ពេលព្រឹក15នាទីចេញហូបអាហារពេលព្រឹកអញ្ចឹងកម្មករក៏បានចេញមកស្រស់ស្រូបនៅអាហារពេលព្រឹកម៉ោង7ជាងហ្នឹងហើយម៉ោង8ហ្នឹងចូលធ្វើវិញហើយនេះគឺជារោងចក្រដែលផលិតញាតណាត្រីញាតគ្រប់ប្រភេទហ្នឹងត្រីសមុទ្រត្រីអីហ្នឹងអញ្ចឹងថតឲ្យបងប្អូនមើលនៅទស្សនវិជ្ជាកន្លែងធ្វើការនៅរោងចក្រនៅកម្ពុជាក្រោមប្រទេសវៀតណាមហ្នឹងឃើញទស្សនវិជ្ជាហ្នឹងគឺអញ្ចឹងហ្នឹងហើយការងារហ្នឹងគឺធ្វើឆាប់ហ្នឹងហើយធ្វើម៉ោង6ព្រឹកចេញម៉ោង5ល្ងាចអញ្ចឹងទស្សនវិជ្ជាកន្លែងហៅត្រីបងប្អូននេះគឺជាកន្លែងហៅត្រីត្រីហ្នឹងគឺនាំចេញទៅប្រទេសក្រៅជាត្រីដែលគេផលិតត្រីស្តង់ដារកំពុងតែស្រស់ស្រូបអាហារពេលព្រឹកដើមស្វាយកន្លែងធ្វើការទេសភាពដើមឈើអីដើមដូងមានគ្រប់សពអស់ភាពហ្នឹងអញ្ចឹងបានបងជួបគ្នាថ្ងៃក្រោយទៀតបាទសូមអរគុណ